បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនខ្មែរយើងទាំងអស់គ្នាដែលស្ថិតនៅក្នុងប្រទេសថៃក៏ដូចជាប្រទេសខ្មែរឬក៏បណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោកបាទឥឡូវនេះគឺមានហេតុការណ៍រំជួយផែនដីបាទកើតឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃនិងតំបន់ខេត្តផ្សេងៗទៀតទូទាំងប្រទេសថៃបងប្អូនអញ្ចឹងហើយឃើញថាមានការឆ្លាតឆ្លន់ដោយសារការធ្វើដំណើរចរាចរណ៍ហ្នឹងតាមប្រទេសភ្លើងលើដីប្រទេសភ្លើងក្រោមដីគឺមានការបិទអញ្ចឹងអនុញ្ញាតឲ្យធ្វើដំណើរតាមរយៈម៉ូតូឌុបឡានតាក់ស៊ីឡានក្រុងឬក៏យានជំនិះផ្ទាល់ខ្លួនបាទអញ្ចឹងឃើញថាមានការបញ្ញាបញ្ញាលភ័យខ្លាចចំពោះប្រជាពលរដ្ឋប្រជាជនដែលគាត់ចេញពីការងារហើយគាត់បញ្ញាបញ្ញាលធ្វើដំណើរត្រឡប់ទៅផ្ទះវិញបងប្អូននេះគឺហេតុការណ៍ដែលខ្ញុំបាទថតបាទជុំវិញចំណតឡានក្រុងអនុស្សាវរីយ៍ចំកណ្ដាលទីក្រុងបាងកកប្រទេសថៃតែម្ដងឃើញថាមានប្រជាពលរដ្ឋគាត់តក់ស្លុតគាត់ខ្លាចគាត់ភ័យខ្លាចគាត់បារម្ភមែនទែនបងប្អូនគាត់កំពុងតែស្វះស្វែងដើម្បីត្រឡប់ទៅផ្ទះវិញបាទដើម្បីឲ្យបានជួបប្រពន្ធកូនគ្រួសារបងប្អូនញាតិមិត្តសាច់ញាតិល្អិតជិតឆ្ងាយទាំងអស់ដែលគាត់មានការភ័យខ្លាចហើយហេតុការណ៍នេះកើតឡើងថ្ងៃទី28ខែ3ឆ្នាំ2025រាយការណ៍ដោយខ្ញុំបាទនីណារ៉ាជុំវិញហេតុការណ៍ដែលកើតឡើងក្នុងទីក្រុងបាងកកប្រទេសថៃសូមជម្រាបលាបាទ